ទី18មិនិនាឆ្នាំ1970ដែលនៅក្នុងព្រឹត្តិការណ៍នោះមានការយល់ខុសពីគ្នាមានអ្នកខ្លះយល់ឃើញថាគឺជាថ្ងៃនៃព្រឹត្តិការណ៍លោកសេនាប្រមុខលន់នល់បានទម្លាក់សម្ដេចព្រះនរោត្តមសីហនុជាប្រមុខរដ្ឋហើយពលរដ្ឋខ្មែរមួយចំនួនទៀតបានលើកឡើងថានេះមិនមែនជាព្រឹត្តិការណ៍ទម្លាក់សម្ដេចសីហនុចេញពីព្រះប្រមុខរដ្ឋទេគឺជាការដកការទុកចិត្តដោយសភាជាតិនៃប្រទេសកម្ពុជានៅសម័យនោះដូចយើងបានដឹងជ្រាបហើយថាក្រោយដែលប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងអាណានិគមរបស់បារាំងជិតមួយសតវត្សរ៍នោះឃើញថាប្រជាពលរដ្ឋខ្មែរជួបប្រទះនៅផលវិបាកជាច្រើនហើយបន្ទាប់មកគឺយើងបានទទួលឯករាជ្យនៅឆ្នាំ1953ហើយអ្នកដែលបានដឹកនាំបន្ទាប់ពីសម័យអាណានិគមមកគឺមានជាច្រើនបកដែរចុងបញ្ចប់គឺយើងឃើញមានសម្ដេចព្រះនរោត្តមសីហនុធ្វើជាប្រមុខរដ្ឋរហូតមកដល់ឆ្នាំ70ក៏កើតមានព្រឹត្តិការណ៍នៃការទម្លាក់ឬក៏ការដកសេចក្តីទុកចិត្តពីព្រះប្រមុខរដ្ឋនោះចេញទៅហើយសម្រាប់ដោយសារតែថ្ងៃនេះគឺជាថ្ងៃនៃខួបលើកទី44នៃការដួលរលំនៃរបបរាជានិយមសម័យនោះហ្នឹងនៅថ្ងៃនេះគឺយើងមានវាគ្មិនលោកស៊ិនតិនដែលលោកតែងតែវិភាគតាក់ទងជុំវិញទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើនមកហើយនោះហើយនៅថ្ងៃនេះមុននឹងចូលទៅនឹងសំណួរខ្ញុំសូមជម្រាបសួរលោកស៊ិនតិនបាទសូមជម្រាបសួរលោកសុរធីដោយលោកបានជ្រាបខ្លះៗហើយនៅការអត្ថាធិប្បាយរបស់ខ្ញុំនៅវគ្គដំបូងនេះគឺថ្ងៃនេះគឺជាថ្ងៃខួបលើកទី44នៃព្រឹត្តិការណ៍ដែលមានការទម្លាក់ឬក៏ការដកសេចក្តីទុកចិត្តព្រះនរោត្តមសីហនុគឺថ្ងៃទី18មិនិនាឆ្នាំ1970កាលពីកន្លងទៅនៅក្នុងអតីតកាលនៃប្រវត្តិសាស្ត្រកម្ពុជានោះសម្រាប់លោកវិញតើលោកមើលឃើញថាតើការទម្លាក់សម្ដេចព្រះនរោត្តមសីហនុនោះគឺមានបុព្វហេតុអ្វីខ្លះបានធ្វើឲ្យឈានទៅដល់ការទម្លាក់សម្ដេចនរោត្តមសីហនុពីព្រះប្រមុខរដ្ឋបាទជាបឋមខ្ញុំបាទសូមថ្វាយបង្គំប្រធារានុធិរៈគ្រប់ព្រះអង្គដែលព្រះអង្គគិតគូរខ្វល់ខ្វាយនឹងប្រទេសជាតិជាទីគោរពសក្ការៈហើយនឹងសូមគោរពបងប្អូនជនរួមជាតិទាំងអស់នៅគ្រប់ទិសទីជាទីគោរពនិងជាទីស្រឡាញ់សូមថ្លែងអំណរគុណលោកសុវណ្ណរិទ្ធីដែលបានលើកនៅសំណួរពាក់ព័ន្ធនឹងថ្ងៃ18មីនាឆ្នាំ1970ដែលប្រទេសយើងចាប់ផ្ដើមសារជាថ្មីនៅសង្គ្រាមដ៏សាហាវហើយយើងទទួលបាននៅវិញពីផលនៃសង្គ្រាមនោះគឺការវិនិស្សកម្មនៃប្រទេសជាតិសំណួរខ្លីប៉ុន្តែព្រឹត្តិការណ៍ច្រើនណាស់សរុបគឺវាបូកបញ្ចូលជាមួយគ្នានៅព្រឹត្តិការណ៍ច្រើនដែលពោពេញទៅដោយល្បិចកលនិងអបាយកលជាយុទ្ធសាស្ត្ររបស់ប្រទេសជិតខាងយើងដែលចិញ្ចឹមគំនិតមហិច្ឆតាលេបទឹកដីយើងបានជាលេបទឹកដីយើងជាបន្តបន្ទាប់ខ្ញុំសូមធ្វើការឆ្លើយដំបូងគឺពាក់ព័ន្ធដល់នឹងព្រឹត្តិការណ៍រវាងសង្គ្រាមប្រទេសយួនខាងត្បូងនិងយួនខាងជើងមូលហេតុដែលឈានទៅដល់ការទម្លាក់សម្ដេចព្រះនរោត្តមសីហនុពីតំណែងគឺដោយសារសង្គ្រាមរវាងយួនខាងត្បូងនិងខាងជើងនិយាយឲ្យងាយស្ដាប់បានគឺជានយោបាយលេបទឹកដីកម្ពុជាពីអ្នកនយោបាយរបស់យួនក៏ប៉ុន្តែយើងមិនតែងតែមើលរំលងទៅនឹងលបាយកលនិងល្បិចកលរបស់យួនទាំងនេះហើយដែលផ្ដល់ឱកាសឲ្យយួនមានជោគជ័យមកលើខ្មែរជាបន្តបន្ទាប់ខ្ញុំសូមងាកត្រឡប់ទៅក្រោយបន្តិចអំពីប្រវត្តិសាស្ត្ររបស់យើងបានដឹងហើយថាក្រោយសម័យអង្គរយួនអុកឡុកប្រទេសខ្មែរយើងរហូតមិនដែលឲ្យយើងបានសុខសាន្តទេវាយយកដីកម្ពុជាក្រមហើយយួនបានចូលមកលុកលុយយើងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ1623មករហូតយើងមិនដែលបានសុខជាមួយយួនទេយួនក៏លុកកកោយើងវាយលុកលុយឈ្លានពានយើងហើយនៅតម្រូវឲ្យយើងថ្លែងអំណរគុណគេយកដីយើងអស់មកជាហៀងនគរហើយនៅយើងជំពាក់គុណគេទៀតនេះជារឿងមួយដែលអាម៉ាស់ហើយក៏ជារឿងមួយដែលយើងមិនអាចទទួលយកបានទេជាប្រវត្តិសាស្ត្រគឺយួនបានប្លន់យកទឹកដីរបស់ប្រទេសជិតខាងពិតប្រាកដមានចម្ប៉ាមានកម្ពុជាជាដើមឥឡូវខ្ញុំវិលត្រឡប់មកវិញថាហេតុដូចម្តេចបានជាមានថ្ងៃ18មីនាឆ្នាំ1970គឺការទម្លាក់សម្ដេចព្រះនរោត្តមសីហនុចេញពីព្រះប្រមុខរដ្ឋពីព្រោះក្នុងសម័យនោះប្រទេសកម្ពុជាយើងកំពុងរីកចម្រើនប្រជាពលរដ្ឋយើងកំពុងសប្បាយនឹងសន្តិភាពឯករាជ្យរបស់ប្រទេសហើយប្រជាពលរដ្ឋយើងជាប្រជាពលរដ្ឋមួយដែលសម្បូរទៅដោយសម្បត្តិភោគផលធម្មជាតិច្រើនណាស់យើងកំពុងតែសប្បាយប៉ុន្តែយួនបានធ្វើសកម្មភាពបំផ្លិចបំផ្លាញយើងចំណុចទី1កត្តានៅខាងក្នុងកម្ពុជាមានស្អីហើយកត្តាពីក្រៅគឺយួនកត្តាខាងក្នុងកម្ពុជាគឺយួនបានបង្កើតចលនាកុម្មុយនីសនៅក្នុងប្រទេសកម្ពុជារួចទៅហើយគឺមានគណៈបកប្រជាជនបដិវត្តន៍ខ្មែរដែលដឹកនាំដោយលោកសឹងងឹកមិញលោកទូសមុទ្រហើយនិងលោកនួនជាកាលសម័យនោះ
ពួកកុម្មុយនីសប្រជាជនបដិវត្តន៍ខ្មែរនេះឯងបកប្រជាជនបដិវត្តន៍ខ្មែរមិនដែលបានទទួលស្គាល់ឯករាជ្យរបស់កម្ពុជាទេហើយពួកគេនៅតែចិញ្ចឹមកម្លាំងខាងក្នុងព្រៃទុកនៅក្នុងព្រៃដើម្បីបំផ្លាញឯករាជ្យរបស់កម្ពុជាចំណុចនេះខ្ញុំសូមទាញអារម្មណ៍បន្តិចថាយួនមានបទពិសោធន៍ដូច្នេះហើយបានជាព្រៃឈើរបស់យើងបច្ចុប្បន្ននេះវារលាយដោយសារបទពិសោធន៍អតីតកាលប្រទេសយើងសម្បូរដោយព្រៃឈើចលនាតស៊ូប្រឆាំងច្រើនតែនៅក្នុងព្រៃដូចជាពួកចលនាសឹងអុកមីងចលនាទូសមុទ្រចលនានួនជាជាដើមគឺរស់នៅក្នុងព្រៃរហូតដល់មានឱកាសដើម្បីនឹងក្រោកឈរផ្ដួលរដ្ឋាភិបាលដែលដឹកនាំដោយលោកសេនាប្រមុខលន់នល់ដូច្នេះក៏មានការគាំទ្រពីយួនដែរដើម្បីឲ្យសម្រេចនៅមហិច្ឆតារបស់យួនមានទស្សនវិស័យយកទឹកដីកម្ពុជាក្រមនិងទឹកដីចម្ប៉ាដើម្បី Donc tous les matins, les moines font tous les petites boutiques à la recherche d'offrandes. Voilà, ça se passe comme ça tous les matins dans chaque boutique. Attend qu'on vienne lui apporter une petite obole. Il n'a pas le droit de toucher l'argent lui personnellement, donc les gens le déposent soit dans sa sacoche, soit le donnent au petit aide qu'il a pris avec lui. Voilà, là, je pense que quelqu'un va venir lui faire une obole. Voilà, on fait une petite prière.